របស់ក្រុម Benfica ដែលមានអ្នកចាំទីដៃទី1បាទកីឡាករបាទ Antonelli បាទ Trubin ជាមួយនឹងខ្សែការពារបាទ4រូបគឺកីឡាករ Nicolas Otamendi Antonio Silva Alvaro Caceres បាទ Thomas Araujo បំរើបាទគឺមានកីឡាករ Leandro Barreiro Orkun បាទ Kokchu បាទ Frederic Osnes បាទកីឡាករបាទ Vangelis បាទ Pavlidis ហើយប្រយុទ្ធគឺមានកីឡាករ Andris បាទ Skederab និងកីឡាករ Kerem Aktugoglu ប្រិមិត្តបាទហើយនេះគឺជា11អ្នកដំបូងរបស់ Barcelona ដែលមានអ្នកចាំទី Szczesny បាទខ្សែការពារគឺមាន Alejandro Balde Inigo Martinez បាទ Kubasi Jules Koundé បំរើគឺមាន Pedri Frenkie de Jong និង Dani Olmo ហើយប្រយុទ្ធខាងលើបាទគឺ Kip Zin បាទ Rafinha Robert Lewandowski និង Lamine Yamal ប្រិមត្តទស្សនិកជនឥឡូវនេះការប្រកួតបានចាប់ផ្ដើមហើយបាល់កាយចេញពីជើងរបស់ក្រុមម្ចាស់ផ្ទះ Benfica បាទចាំមើលថាតើលទ្ធផលនៃការប្រកួតក៏ដូចជាក្របបាល់ហ្នឹងវាយ៉ាងណាដែរបាទចាំមើលថាតើក្រុមទាំងពីរអាចសុទ្ធបំផង់សម្ដែងគ្នាទៅវិញទៅមកប្រមាណគ្រាប់ឥឡូវនេះទស្សនាបើកឆាកឱកាសមកជើងស្ដាំអូយបើកឆាកភ្លាមមានឱកាសផ្លាត់តែម្ដងបាទសម្រាប់ក្រុមម្ចាស់ផ្ទះបាទ Benfica វរយាណាគឺត្រូវបានសង្គ្រោះពីសំណាក់កីឡាករ Szczesny បាទ Barcelona គឺថាមករយៈចុងក្រោយនេះគឺតែងតែភ្លាត់សម្រាប់ការប្រកួតចាប់ផ្ដើមភ្លាមនឹងតែម្ដង Rafinha បញ្ជូនឱកាស Dani Olmo អត់ចំគោលដៅទេឱកាសជាលើកដំបូងរបស់ Barcelona ចេញពីជើងរបស់ខ្សែបម្រើប្រយុទ្ធ Dani Olmo យើងមើលទស្សនារូបភាពកន្លែងនេះមកជើងស្ដាំស្រួចស្លែមបាទសម្លឹងមើលឃើញប្រឡោះដែរប៉ុន្តែបាញ់មិនចំគោលដៅនោះទេគាត់កន្លែងនេះ Jules Koundé ពិតពាំងបោះមកក្រោយវិញពី Pedri ល្អមែនទេអញ្ញាកណ្ដាលមិនពីនៃ Pedri សុទ្ធមួយមើល Pedri បោះទៅកន្លែងនេះឱកាស Rafinha ទះចូលថែម Levan ថែមអត់ចូលទេអូយល្អណាស់បងប្អូនហើយឱកាសមួយនេះសឹងថាចូលទៅហើយបែរទៅជាអត់វិញនេះទះថែមលោក Lewandowski ទាត់ Lamine Yamal ថែមលំមដៃរបស់បាទអានណាតូលីវបាទ Trubin នេះអូយអត់ចំប្រអប់ជើងបងប្អូនទៅជាចំជង្គង់មកចំប្រអប់ជើងអានឹងប្រហែលជាផុតដៃហើយឱកាសកន្លែងនេះបាទអោសាយឬអត់ទាត់ស្ដាំសង្គ្រោះបានបណ្ដៃណាបើចូលក៏អញ្ញាកណ្ដាលមិនឲ្យដែរព្រោះថាចំហរបស់កីឡាកររូបនេះគឺអោសាយ Andris បាទ Skederab នេះយើងមកទស្សនារូបភាពចំហអោសាយរបស់កីឡាករលេខ21អំបញ្ញមិញហើយឱកាស Szczesny ក្រោយនេះឈូសកាត់មួយមិនទាន់ទៅណាឆ្ងាយផ្ដួលខ្លួនឃ្លាបាល់ចាញ់អញ្ញាកណ្ដាលពេលណាទីកាត់ក៏ហមបាត់ទៅហើយអូហូយ Barcelona ទទួលបានការពិន័យភ្លាមពីការព្យាយាមតាមបញ្ឈប់តាមបិទកីឡាករ Pavlidis ឥឡូវនេះគឺកាត់ក៏ហមតាំងពីនាទីទី21ទៅបាត់ទៅហើយបាទគូបាស៊ីសេនអោសអូយប្រិបរយើងមកទស្សនារូបភាពកន្លែងនេះគឺបោះបាល់ទៅផុតបាទកន្លែងនេះគឺគាត់លុកទៅអត់ប៉ះបាល់ទេប្រិបយើងបាទកន្លែងនេះគឺគាត់ទាត់បាល់ខុសហើយក៏ខ្ទាស់ជើងតែម្ដងបាទទៅណាមកណីអ្នកស្ដាំឆ្កឹះចូលខាងក្នុងទាត់មកជើងឱកាសមួយក្បាលសង្គ្រោះបានពីពូបរៃជាលើកទី282អូយល្អណាស់ថ្ងៃនេះ MVP ប្រហែលជាបានទៅលើ Szczesny អើយប្រិមិត្តយើងកន្លែងនេះស្អាតណាស់ទៅហើយមួយមើលអូយញ៉ាហើយមិនសិតល្បល់យកហើយនៅបញ្ជូនទៀតអាបាល់ប៉ុណ្្នឹងហ្នឹងណាអូយស្ដារឱកាសនេះមែនតើ Rafinha ហើយបោះមកសងឲ្យឆ្វេងឱកាសវាបោះត្រឡប់មកវិញបាទ Skederab បាទក្រោកឡើងលេងជាបន្តអញ្ញាកណ្ដាលពីនៃដែរការលូកជើងរំខានរបស់ Lamine Yamal មិញញ៉ាបងប្អូនហើយមកមើលការវាយកែងរបស់ Pedri នេះនិយាយពីល្អនោះល្អឲ្យបើអញ្ចឹងអត់សុទ្ធណាហើយតែបោះអញ្ចឹងឲ្យគេនៅពីមុខបន្តណាណៃ3ម៉ែត្រពីទីជាប់តែម្ដងជួនមនកដាឡាខោចំនួនថ្មីឆក់យកបាន Rafinha ញ៉ាចូល Rafinha favorite player ជាមួយ Benfica ជាមួយនឹងការស៊ឹបបំផង់សម្ាញ់ទីបើទោះបីជានៅក្នុងកលតិស័កគ្នាមានត្រឹមតែ10នាក់ក៏ដោយបើចេះសិតបែបនេះតាំងពីយូរម្លេះបាទ
4-0បាទហើយយកមកទស្សនារូបភាពកន្លែងនេះការឃ្លៀអត់ដាច់បោះបាល់មិនបានល្អរបស់កីឡាករបេនវីការ៉ាពីញ៉ាមិនទុកឱកាសនេះចោលអត់ប្រយោជន៍ទេទាត់ពីលើតំបន់ដំបូងទុកចម្ងាយប្រហែលជា120ម៉ែត្របងប្អូនហើយអូយមកកន្លែងនេះគឺមានការចូលរួមសហការខ្លះដែរពីជើងរបស់ខ្សែការពារអ្នកចំទីព្យាយាមលោតទៅសង្គ្រោះជះបាល់នេះឲ្យចេញប៉ុន្តែចេញមិនផុតទេបាទជាអត់ចេញផុតទេប្រិមិត្តយើងថាប៉ះមិនប៉ះផងកាត់ចូលក្នុងគាត់ស្ដាំទេកន្លែងនេះសង្គ្រោះបាល់ជាលើកទី92អូយវ៉ាល្អណាស់ប្រិមិត្តយើងម្ដងនេះអត់ជាលេខ8ទេប្រិមិត្តយើងគាត់សុំសុតម្ដងប៉ុន្តែយ៉ាងណានៅតែអាចសង្គ្រោះបានពីការទាត់របស់ការ៉ឹមអាទុកគុកលូខ្សែប្រយុទ្ធនេះបាទគាត់ទាត់តបារ៉ាប្រិមិត្តយើងគាត់អត់ទាត់បាល់ហោះឱកាសផ្ទះចូលក្នុងលាបាល់ល្អមិនទាន់តាឆ្ងាយទេមកជើងទៀតចាក់ស្ដាំអូយប៊ីដែរមកទស្សនារូបភាពម្ដងទៀតបាទកន្លែងនេះបងប្អូនហើយមានការព្យាយាមទៅធាក់ដែរពីសំណាក់កីឡាករលេខ81ទៅបាទលោកអញ្ញាកដាផ្លុំចាយបញ្ចប់ការប្រកួតលទ្ធផលជាផ្លូវការបាសេឡូណានៅតែជាក្រុមដែលទទួលបានជ័យជំនះបើទោះបីជាបាទខ្លួនមានគ្នាត្រឹមតែ10នាក់តាំងពីពាក់កណ្ដាលវគ្គទី1ហើយក្តី